ជំរាបសួរបងប្អូនជាទីគោរពស្វាគមន៍មកកាន់ Channel ជ័យសុហៀងថ្ងៃនេះខ្ញុំបាននឹងលើកដកស្រង់យកព័ត៌មានអំពី BBC News និង CNN ផងដែរសម្រាប់យកមកចុះផ្សាយជូនទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនានៅក្នុង Channel ជ័យសុហៀងរុស្ស៊ីចំណេញកប់ក្តោងពីសង្គ្រាមចំណែកអាមេរិកបញ្ចប់ប្រពៃណី165ឆ្នាំដោយលោកត្រាំដាក់ហត្ថលេខាខ្លួនឯងលើលុយដុល្លារលោកអ្នកនាងបានប្រទះឃើញមានការចែកចាយរូបភាពនេះដែរឬទេតើមានអ្វីខ្លះនឹងប្រែប្រួលនៅលើក្រដាសប្រាក់$100ស្ថានភាពនៅមជ្ឈមបូព៌ាមិនទាន់ស្ងប់ស្ងាត់ទេហើយក៏មិនទាន់មានឮអំពីដំណឹងនៃការចុះថ្លៃប្រេងសាំងដែរប្រេងឥន្ធនៈសកលក៏មិនចុះថ្លៃប្រេងឥន្ធនៈនៅខ្មែរយើងក៏មិនទាន់មានដំណឹងថាចុះថ្លៃដែរប្រេងឥន្ធនៈនេះមិនចុះថ្លៃធ្វើឲ្យប៉ះពាល់ដល់លុយរបស់ពួកយើងតែរុស្ស៊ីបែរជាចំណេញកប់ក្តោងខណៈដែលអាមេរិកឯនេះវិញបញ្ចប់ប្រពៃណី165ឆ្នាំដាក់ហត្ថលេខាលោកត្រាំលើក្រដាសប្រាក់$100នេះគឺជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយចេញពីទីក្រុងវ៉ាស៊ីនតោនក្រសួងរដ្ឋាភិបាលអាមេរិកទើបតែប្រកាសថាចាប់ពីពាក់កណ្ដាលឆ្នាំ2026នេះតទៅហត្ថលេខារបស់លោកប្រធានាធិបតីដូណាល់ត្រាំនឹងត្រូវមាននៅលើក្រដាសប្រាក់$ដែលយើងប្រើប្រាស់រាល់ថ្ងៃតើនេះមានអត្ថន័យយ៉ាងណាខ្លះចំពោះប្រវត្តិសាស្ត្រអាមេរិកហើយតើលុយថ្មីនេះមានរូបរាងយ៉ាងណារឿងនេះយើងត្រូវដឹងដើម្បីជៀសវាងការចាញ់បោកគេនេះជារបបប្រវត្តិសាស្ត្រ165ឆ្នាំហើយវាក៏ជាការបញ្ចប់ប្រពៃណី165ឆ្នាំនៃលុយ$អាមេរិកផងដែរចាប់តាំងពីឆ្នាំ1861មកក្រដាសប្រាក់អាមេរិកត្រូវតែមានហត្ថលេខាអគ្គបេឡាករសហរដ្ឋអាមេរិកប៉ុន្តែសម្រាប់ឱកាសខួប250ឆ្នាំនៃបុណ្យឯករាជ្យអាមេរិក4កក្កដាលើកនេះរដ្ឋាភិបាលសម្រេចលុបហត្ថលេខាអគ្គបេឡាករចេញហើយជំនួសមកវិញនៅហត្ថលេខារបស់ប្រធានាធិបតីកំពុងកាន់តំណែងជាលើកដំបូងបំផុតចឹងបងប្អូនដែលកំពុងកាន់ក្រដាសលុយ$100សូមមើលផ្នែកខាងមុខខាងក្រោមក្បែររូបមនុស្សពីលើលេខ100ឃើញមានហត្ថលេខាអគ្គបេឡាករត្រង់ហ្នឹងគេនឹងបដូរឈប់មានហត្ថលេខាអគ្គបេឡាករអាមេរិកទៀតហើយជំនួសដោយស៊ីញេរបស់លោកត្រាំវិញ2ការវិភាគបោះពុម្ពនិងការចរាចរណ៍នៅខែមិថុនាខាងមុខនេះក្រដាសប្រាក់$100ស៊េរីថ្មីដែលមានហត្ថលេខាលោកត្រាំនិងរដ្ឋមន្ត្រីរដ្ឋាភិបាលលោក Scott Bessent នឹងត្រូវបោះពុម្ពជាផ្លូវការបន្ទាប់មកវានឹងត្រូវបញ្ចេញទៅកាន់ធនាគារនានាដើម្បីដាក់ឲ្យចរាចរណ៍លើទីផ្សារសកលជាហេតុផលយុទ្ធសាស្ត្រនិងសម្រាប់សេដ្ឋកិច្ចលោក Scott Bessent រដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថានេះគឺជាការអបអរសាទរចំពោះស្ថិរភាពហិរញ្ញវត្ថុនិងកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងអាណត្តិទី2របស់លោកត្រាំវាជាការបង្ហាញពីអំណាចនិងភាពរុងរឿងរបស់អាមេរិកតាមរយៈរូបិយប័ណ្ណ$ដែលជាម្ចាស់ទីផ្សារពិភពលោកបើទោះបីជាមានការកែប្រែប៉ុន្តែវាត្រូវស្របតាមច្បាប់និងការរចនាដែលត្រូវរក្សាជាចាំបាច់ទោះបីជាមានការបដូរហត្ថលេខាក៏ដោយប៉ុន្តែលក្ខន្តិកៈរបស់សហរដ្ឋអាមេរិកនៅតែតម្រូវឲ្យរក្សាចំណុចសំខាន់មួយចំនួន1ត្រូវតែរក្សាពាក្យស្លោកថា In God We Trust បងប្អូនចាំជួយបកប្រែពាក្យនេះផងព្រោះខ្មែរយើងមិនដឹងថាបកប្រែថាយ៉ាងណាទេភាសាអង់គ្លេសរបស់ខ្ញុំក៏មិនប្រកែកដែរតែខ្ញុំអាចយល់ពីសារព័ត៌មានទាំងអស់នេះដើម្បីយកមកជម្រាបជូនបងប្អូនទាំងអស់គ្នា2ច្បាប់ហាមមិនឲ្យដាក់រូបថតមនុស្សដែលនៅរស់លើកាក់ឬក្រដាសប្រាក់ឡើយដូចនេះមានតែហត្ថលេខាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតការផ្លាស់ប្ដូរនេះគឺដើម្បីពង្រឹងការពារការក្លែងបន្លំក្រដាសប្រាក់$ផងដែរការបដូរហត្ថលេខានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលសម្រាប់រូបិយប័ណ្ណ$អាមេរិកសម្រាប់បងប្អូនយើងមួយចំនួនដែលឃើញមានការចែកចាយរូបលុយ$ដែលមានរូបលោកដូណាល់ត្រាំសូមបញ្ជាក់ថាវាមិនមែនជាការពិតទេកាលពីឡើងកាន់តំណែងភ្លាមធ្លាប់មានសំណើសុំដាក់រូបលោកត្រាំក្នុងលុយអាមេរិកប៉ុន្តែដោយសារច្បាប់អាមេរិកចែងថាហាមមិនឲ្យដាក់រូបថតមនុស្សដែលមានសំទោសហាមមិនឲ្យដាក់រូបថតមនុស្សដែលនៅរស់លើកាក់ឬក្រដាសប្រាក់ឡើយដូចនេះមានតែហត្ថលេខាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតចឹងលុយ$ថ្មីដែលអាមេរិកក្រុងបោះចេញជាផ្លូវការនៅខែមិថុនាខាងមុខនេះកែត្រង់ផ្នែកហត្ថលេខាបដូរហត្ថលេខាអគ្គបេឡាករមកជាហត្ថលេខាលោកត្រាំវិញប៉ុន្តែអត់មានរូបលោកត្រាំនៅលើកាក់លើលុយនោះទេការបោះលុយថ្មីនេះក្នុងគោលបំណងអបអរបុណ្យឯករាជ្យអាមេរិកខួប250ឆ្នាំគេទើបតែឯករាជ្យបាន250ឆ្នាំគេគឺជាមហាអំណាចដ៏មានឥទ្ធិពលរបស់ពិភពលោកអាមេរិកបដូរតែប្រធានាធិបតីម្នាក់ពិភពលោកទាំងមូលបានកលាប់ចាក់360ដឺក្រេមានអ្នកខ្លះស្អប់អាមេរិកខ្លាំងណាស់
ពេលឃើញសង្គ្រាមអ៊ីរ៉ង់ស្អប់ឬស្រឡាញ់ជាសិទ្ធិផ្ទាល់ខ្លួនតែកុំស្អប់គេដល់ថ្នាក់មិនរៀនពីគេឲ្យសោះយើងគួរឆ្ងល់ខ្លះៗពីគេថាតើគេដើរតាមផ្លូវណាបាន250ឆ្នាំក្លាយជាមហាអំណាចរបស់ពិភពលោកបានអាមេរិកមិនមានអរិយធម៌ចំណាស់ឬមិនមានឫសគល់ប្រវត្តិសាស្ត្រពីបុរាណណាទេតែក្តាប់អំណាចអីសម្បើមយ៉ាងនេះចិនអឺរ៉ុបអាស៊ីរុស្ស៊ីតើនរណាមួយដែលមិនញញើតអាមេរិកហើយបងប្អូនធ្លាប់ឆ្ងល់អត់ថាក្នុងរយៈពេល250ឆ្នាំនេះអាមេរិកធ្លាប់ជួបវិបត្តិផ្ទៃក្នុងដែរឬក៏អត់ក្នុងប្រវត្តិសាស្ត្រអាមេរិកក៏មានការធ្វើឃាតប្រធានាធិបតីដែរតែអាមេរិកនៅតែរឹងមាំនៅតែជាឥន្ទ្រីជើងដែកជាម្ចាស់វេហាចេញប្រមាញ់ចំណីដូចធម្មតាមិនបាច់ងប់ងល់នឹងអ្នកណាទេតែកុំស្អប់គេរហូតមិនរៀនពីគេឲ្យសោះឈប់និយាយពីអាមេរិកអ្នកនរគ្នាយើងងាកមកនិយាយអំពីរុស្ស៊ីវិញអ្នកវិភាគរបស់ CNN បានចេញផ្សាយអត្ថបទមួយដាក់ចំណងជើងថាសង្គ្រាមអ៊ីរ៉ង់คล้ายជាដង្ហើមសេដ្ឋកិច្ចនិងជាការជ្រុំជ្រែងឲ្យម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីដំណើរការឡើងវិញខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់កំពុងឆេះសន្ធោសន្ធៅវាបានคล้ายជាដង្ហើមបន្តជីវិតដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរុស្ស៊ីដែលកំពុងរងការហុំព័ទ្ធស្ទើរជិតដាច់ខ្យល់តើហេតុអ្វីបានជាអ្នកជំនាញលើកឡើងថារុស្ស៊ីជាអ្នកចំណេញធំបំផុតពីចំនួនមួយនេះចំណុចទី1តម្លៃប្រេងឡើងថ្លៃធ្វើឲ្យរុស្ស៊ីចំណេញកប់ក្តោងមុនពេលមានសង្គ្រាមអ៊ីរ៉ង់រុស្ស៊ីប្រឈមនឹងវិបត្តិថវិកាយ៉ាងធ្ងន់ធ្ងរប៉ុន្តែបច្ចុប្បន្នតម្លៃប្រេងឆៅប្រភេទ Urals របស់រុស្ស៊ីបានហក់ឡើងដល់$90ក្នុងមួយបារ៉ែលពោលគឺឡើងថ្លៃ2ដងបើធៀបនឹងខែកុម្ភៈការកើនឡើងនេះផ្ដល់ចំណូលបន្ថែមដល់រុស្ស៊ីប្រហែល$6,500 លានក្នុងមួយខែដែលក្នុងនោះ$5,000 លានហូរចូលទៅក្នុងកញ្ចប់ថវិការដ្ឋដើម្បីបន្តទ្រទ្រង់សង្គ្រាមនៅអ៊ុយក្រែនចំណុចទី2របបយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិករឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរដ្ឋបាលលោកត្រាំបានសម្រេចចិត្តបន្ធូរបន្ថយទណ្ឌកម្មលើប្រេងដែលដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ីជាបណ្ដោះអាសន្នគោលបំណងគឺដើម្បីឲ្យប្រេងរុស្ស៊ីបន្តហូរចូលទីផ្សារពិភពលោកផ្គត់ផ្គង់តម្រូវការប្រើប្រាស់ការពារកុំឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ហួសហេតុដែលអាចបង្កវិបត្តិថាមពលសកលនិងលោកខាងលិចខ្លួនឯងផ្ទាល់3មិនមែនចំណេញតែរឿងប្រេងទេសូម្បីតែជីកសិកម្មនិងហ្គាសឧស្ម័នធម្មជាតិក៏លក់ដាច់ខ្លាំងណាស់ដែរយើងដឹងថាច្រកសមុទ្រហូម៉ូសគឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រសម្រាប់ប្រេងនិងឧស្ម័នរាវធម្មជាតិ LNG នៅពេលច្រកនេះមានហានិភ័យរុស្ស៊ីជាអ្នកផលិតជីកសិកម្មលំដាប់ទី2របស់ពិភពលោកចាប់ផ្ដើមទទួលបានការបញ្ជាទិញកាន់តែច្រើនពីតំបន់អាហ្វ្រិកលើសពីនេះសហភាពអឺរ៉ុបអាចនឹងត្រូវបង្ខំចិត្តពន្យាពេលផែនការបញ្ឈប់ការនាំចូលអូស្ម័នពីរុស្ស៊ីដោយសារតែខ្វះជំរឿនផ្គត់ផ្គង់រឿងនេះវាបានហុចផលមហាសាលដល់រុស្ស៊ីផងដែរចិននិងឥណ្ឌាលែងហ៊ានពឹងផ្អែកលើមជ្ឈមបូព៌ាក្រៅពីអឺរ៉ុបចិននិងឥណ្ឌាក៏ងាកមកប្រើប្រាស់ផ្លូវគោក Siberia 2ដោយសារបារម្ភពីការបិទច្រកសមុទ្រនៅមជ្ឈមបូព៌ាប្រទេសចិនបានចាប់អារម្មណ៍កាន់តែខ្លាំងលើគម្រោងបំពង់ឧស្ម័នPower of Siberia 2នេះគឺជាផ្លូវគោកប្រកបដោយសុវត្ថិភាពដែលមិនរងផលប៉ះពាល់ពីសង្គ្រាមតាមសមុទ្រឡើយវាគឺជាជោគជ័យយុទ្ធសាស្ត្រយូរអង្វែងសម្រាប់រុស្ស៊ីក្នុងការចងភ្ជាប់សេដ្ឋកិច្ចជាមួយតំបន់អាស៊ីនៅក្នុងគ្រោះតែងតែមានលាភតែមិនមែនលាភរហូតនោះទេបើទោះបីជាចំណេញក្នុងរយៈពេលខ្លីប៉ុន្តែអង្គការ OECD បានព្រមានថារុស្ស៊ីនៅតែប្រឈមនឹងអតិផរណារហូតដល់6%កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះត្រូវព្យាករណ៍ថាមានត្រឹមតែ 0.6% ប៉ុណ្ណោះដែលសរបញ្ជាក់ថាលុយចំណេញពីសង្គ្រាមមិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់សេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈពេលវែងនោះទេការចេញផ្សាយរបស់ CNN នេះវាដូចគ្នាទៅនឹងការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែនគឺលោក Zelensky ដែលបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខឲ្យ BBC News ថាសង្គ្រាមអ៊ឺរ៉ង់ធ្វើឲ្យមានផលប៉ះពាល់ដល់សង្គ្រាមអ៊ុយក្រែនហើយរុស្ស៊ីជាអ្នកចំណេញនិងមានកម្លាំងបន្តសង្គ្រាមជាមួយអ៊ុយក្រែនអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់និងទស្សនានៅព័ត៌មានដែលជម្រាបដល់ខ្ញុំបាននៅក្នុងថ្ងៃនេះប៉ុន្តែមុននឹងបញ្ចប់នេះក៏សូមបញ្ជាក់បន្ថែមអ្នកនរគ្នាលុយដុល្លារថ្មីរបស់អាមេរិកកដាស់ប្រាក់$100ហ្នឹងមានហត្ថលេខារបស់លោកត្រាំនឹងចាប់ផ្ដើមបោះនៅខែមិថុនាខាងមុខនេះហើយបោះរួចនឹងចរាចរលើទីផ្សារទាំងក្នុងស្រុកនិងសកលលោកវានឹងអាចមកដល់ស្រុកខ្មែរយើងដែរហើយយើងនឹងប្រទេសយើងក៏ជាប្រទេសដែលចាយលុយដុល្លារដូចគ្នាដែរដូច្នេះបងប្អូនទាំងអស់គ្នាសូមពិនិត្យនិងតាមដានឲ្យបានច្បាស់អំពីព័ត៌មានលុយដុល្លារថ្មីនេះជៀសវា
វាងការខ្លែងបន្លំឬប៉ះនៅលុយខ្លែងខ្លាយអរគុណសម្រាប់ការទស្សនានិងជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសូមបើពេញចិត្តនៅការជម្រាបនៅព័ត៌មានរបស់ខ្ញុំបាទទាំងអស់គ្នាសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំបាទផងអរគុណជម្រាបលា